ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបង្ហាញពីវិធីធ្វើណែមបំពងដែលនំនេះគឺស្រួយឆ្ងាញ់ហើយក៏ងាយស្រួលធ្វើផងដែរមុននឹងចូលទៅមើលពីវិធីធ្វើសូមបងប្អូនដែលមិនទាន់បានចុច Subscribe YouTube Channel ក៏ដូចជា Follow Facebook Page កុំភ្លេចចុចម្នាក់មួយផងដើម្បីបានទទួលវីដេអូថ្មីៗបន្តទៀតតោះឥឡូវនេះយើងចូលមកមើលពីវិធីធ្វើនេះគឺជាបេកូដែលឈូសហើយចំនួន250ក្រាមខ្ញុំដាក់អំបិលចំនួនកន្លះស្លាបព្រាកាហ្វេចូលទៅក្នុងបេកូហ្នឹងរួចហើយច្របាច់វាចូលគ្នាឲ្យបេកូហ្នឹងវារាងទន់បន្តិចបន្ទាប់ពីច្របាច់បេកូរាងទន់ហើយគឺយើងពូតវាយកទឹកចេញឲ្យអស់បន្ទាប់ពីពូតបេកូរួចហើយគឺយើងទុកមួយឡែកសិនឥឡូវនេះយើងមកមើលពីគ្រឿងផ្សំផ្សេងទៀតសម្រាប់ធ្វើស្នូលនេះគឺជាសាច់ជ្រូកដែលចិញ្ច្រាំហើយចំនួន200ក្រាមចំពោះសាច់ជ្រូកចិញ្ច្រាំហ្នឹងគឺបងប្អូនអាចជ្រើសប្រើជាសាច់លាយខ្លាញ់ឬក៏សាច់សុទ្ធក៏បានដែរបន្ទាប់មកគឺយើងដាក់ស្ករសចំនួន1ស្លាបព្រាបាយជាមួយនឹងម្រេច1/4ស្លាបព្រាកាហ្វេហើយនឹងប្រេងឆាចំនួន1ស្លាបព្រាបាយជាមួយនឹងប្រេងខ្យងចំនួន2ស្លាបព្រាបាយកន្លះហើយនឹងអំបិល1/8ស្លាបព្រាកាហ្វេនិងជាចុងក្រោយគឺម្សៅពោតចំនួន1ស្លាបព្រាបាយបន្ទាប់ពីដាក់គ្រឿងផ្សំទាំងអស់ចូលគ្នារួចហើយយើងត្រូវច្របល់វាចូលគ្នាឲ្យសព្វហើយនេះគឺជាផ្សិតត្រចៀកកណ្ដុរដែលបានត្រាំរួចចំនួន30ក្រាមដែលខ្ញុំបានចិញ្ច្រាំវាឲ្យល្អិតជាមួយនឹងខ្ទឹមបារាំងចំនួន30ក្រាមហើយនឹងការ៉ុតដែលឈូសរួចហ្នឹងគឺចំនួន30ក្រាមដូចគ្នាបន្ទាប់មកទៀតគឺយើងដាក់បេកូដែលបានច្របាច់ទឹករួចនេះយកមកដាក់ចូលហើយច្របល់វាចូលគ្នារហូតដល់តែចូលគ្នាបានសព្វល្អនៅពេលដែលលាយស្នូលរួចហើយគឺយើងទុកមួយឡែកសិនឥឡូវនេះយើងចូលមកមើលពីការលាយម្សៅវិញម្ដងចំពោះការលាយម្សៅហ្នឹងគឺខ្ញុំប្រើម្សៅមីហ្នឹងចំនួន120ក្រាមជាមួយនឹងម្សៅអង្ករខ្សាយនេះចំនួន40ក្រាមហើយនឹងអំបិលកន្លះស្លាបព្រាកាហ្វេបន្ទាប់មកគឺចាក់ទឹកចំនួន240មីលីលីត្រចូលហើយកូរវាច្របល់ចូលគ្នាឲ្យសព្វនេះគឺជាសំបកណែមដែលយកមកខ្ចប់ស្នូលដែលខ្ញុំប្រើវាចំនួន1ដុំយកសំបកណែមមួយសន្លឹកហ្នឹងយកមកលាបទឹកពីលើវាចំពោះសំបកណែមហ្នឹងគឺវារាងស្ដើងយ៉ាងហោចខ្ញុំអត់លាបទឹកឲ្យច្រើនពេកទេប៉ុន្តែប្រសិនបើជាសំបកណែមណាដែលរាងក្រាស់គឺយើងត្រូវដាក់ទឹកឲ្យរាងច្រើនបន្តិចនៅពេលដែលលាបទឹករួចហើយគឺយើងដួសស្នូលយកមកដាក់រួចហើយយើងលើកសំបកណែមហ្នឹងបត់ខ្ចប់ស្នូលឲ្យជិតចំពោះស្នូលដែលដាក់ខ្ចប់រួចហើយហ្នឹងគឺយើងត្រូវយកទៅជ្រលក់ម្សៅភ្លាមរួចហើយដាក់ចៀនតែម្ដងព្រោះបើសិនបើយើងទុកវាចោលយូរគឺវានឹងធ្វើឲ្យសំបកណែមហ្នឹងវាទន់នៅពេលដែលយើងដាក់ចៀនទៅគឺអាចនឹងធ្វើឲ្យវាធ្លាយហើយការចៀនហ្នឹងគឺយើងបើកភ្លើងល្មមបានហើយចៀនត្រឡប់នំហ្នឹងទៅមករហូតដល់តែនំហ្នឹងឡើងក្រហមទើបនំហ្នឹងស្រួយល្អហើយនៅពេលដែលចៀននំហ្នឹងប្រសិនបើមាននំណាធ្លាយគឺបងប្អូនអាចយកនំហ្នឹងទៅជ្រលក់ចូលទៅក្នុងម្សៅម្ដងទៀតចាំយកមកដាក់ចៀនវិញឬប្រសិនបើចង់បានសំបកនំដែលរាងក្រាស់នៅពេលដែលចៀននំរាងក្រៀមបន្តិចគឺយើងយកទៅជ្រលក់ម្សៅជាលើកទី2របៀបនៃការធ្វើណែបំពងបានរួចរាល់ប្រសិនបើមានកំហុសឆ្គងត្រង់កន្លែងណាសូមអធិស្ឋានហើយបើបងប្អូនចូលចិត្តវីដេអូនេះសូមជួយចុច like និង share វីដេអូនេះទៅកាន់បងប្អូននិងមិត្តភ័ក្តិដទៃទៀតសូមអរគុណ